why system design is more important than programming language អញ្ចឹងខ្ញុំនឹងបញ្យល់ថាហេតុអីបានជាយើងយល់ពី system design វាសំខាន់ជាងយើងសរសេរ code ឬក៏ថាយើងយល់ពីភាសា code programming language ហ្នឹងហើយអញ្ចឹងយើងមើលទៅថាកាលពីមុនអ្នកខ្លះគាត់ចេះត្រឹម1 2 3ភាសាអញ្ចឹងណារៀនភាសាមួយយើងត្រូវចំណាយពេលបន្ថែមដើម្បីរៀនវាហើយថ្ងៃអនាគតឬក៏វាចាប់ផ្ដើមពីបច្ចុប្បន្នហ្នឹងតើតើមួយនឹងភាសា code programming language ហ្នឹងគឺវាអត់ពិបាកនៅក្នុងការរៀននេះហើយវាសឹងតែគេលែងសូវយកចិត្តទុកដាក់ជាមួយវាខ្លាំងក៏បានដែរដោយសារតែ AI គឺវាអាចជំនួសបានអញ្ចឹងអ្វីដែល AI មិនអាចជំនួសបានគឺនៅតែជាតម្រូវការរបស់យើងហ្នឹងហើយតម្រូវការដែលយើងនឹងត្រូវយកវាទៅ apply ទៅដាក់នៅលើ system របស់យើងអញ្ចឹងអា system design ហ្នឹងមានន័យថាយើងកំណត់ថា system របស់យើងនឹងត្រូវមានអីគេខ្លះបង្ហាញអីគេខ្លះនៅលើ app របស់យើងហ្នឹងយកទិន្នន័យអីទៅខ្លះយើង process អីគេខ្លះយើងការពារអីគេខ្លះបង្ហាញអីគេខ្លះហ្នឹងហើយជាការ design system វាដំណើរការយ៉ាងម៉េចពីមួយទៅមួយហ្នឹងណាហើយ programming language កាលមុនក៏វាខ្វះមិនបានដែរទៅអនាគតក៏វាខ្វះមិនបានដែរគ្រាន់ថាបើយើងចង់ចេះទៅលើភាសាអីមួយចង់ប្រើប្រាស់ភាសាអីមួយដើម្បីយកទៅអភិវឌ្ឍកម្មវិធីអីមួយហ្នឹងគឺវាងាយស្រួលជាងអញ្ចឹងបានតែងាយស្រួលទៅគេលែងសូវឲ្យតម្លៃលើវាហ្នឹងហើយអ្វីដែលសំខាន់នោះគឺត្រូវតែយើងចេះ design system ចេះយល់ពី business logic គេចង់បានម៉េចអាហ្នឹងយើងយកទៅធ្វើការតាមហ្នឹងបច្ចុប្បន្នណាបើយើងសង្កេតឃើញទៅបើយើងចេះតែភាសា programming language មួយឯងហើយយើងបកកែខាង system design អញ្ចឹងបើសិនជាយើងធ្វើនៅ app មួយចំនួនហើយយើងប្រើ programming language ផ្សេងយើងប្រើភាសា code ផ្សេងក៏យើងនៅតែអាចធ្វើបានដែរដោយយើងប្រើ AI ជាជំនួយអញ្ចឹងយើងមិនបាច់ចំណាយពេលយើងទាំងអស់ទៅរៀនពី code នឹងសិនទេប៉ុន្តែយើងអាចប្រើចំណេះដឹង code ចាស់របស់យើងយល់ពី system design យល់ពី code ហើយចំពោះ syntax ចំពោះអីផ្សេងយើងមិនសូវជាខ្វាយខ្វល់ប្រហែលក៏យើងអាចធ្វើបានដែរហើយទៅថ្ងៃមុខទៅ AI វាកាន់តែអភិវឌ្ឍខ្លាំងទៅវានឹង guarantee 100% ទៅលើ syntax ទៅលើ component ផ្សេងដែលវានឹង implement ចូលអញ្ចឹងអ្វីដែលសំខាន់ដែលវាពឹងលើយើង AI ពឹងយើងវិញខ្វះមិនបានហ្នឹងគឺរឿង system design ឬ business logic របស់យើងហ្នឹងឯងអញ្ចឹងបច្ចុប្បន្នគឺគេនៅតែសរសេរ code manual នៅឡើយទេអញ្ចឹងធានបទហ្នឹងវាមិនទាន់ trending ទេគ្រាន់ថាពេលដែលយើងមើលឃើញការវិវត្តទៅម្ដងទៀតអញ្ចឹងដូចខ្ញុំអញ្ចឹងចាប់ផ្ដើមមើលឃើញអញ្ចឹងទៅហើយអ្នកខ្លះគឺមិនទាន់ទេហ្នឹងហើយមិនទាន់ទទួលយកវាបាននៅចង់សរសេរនៅអីចឹងទៅអញ្ចឹងអានេះគ្រាន់តែជាអ្វីដែលខ្ញុំមើលឃើញទេ